នឹងមនុស្សបើគុំមានសេចក្តីប្រមាទហ្នឹងជីវិតមិនងាយអន្តរាយទេប្រមាទក្នុងភោជនការបរិភោគអាហារមិនស្គាល់កាលមិនស្គាល់របស់ហើយចេះតែបរិភោគតាមតែចំណង់ចង់ទៅអាហ្នឹងក៏ជាសេចក្តីប្រមាទដែរការប្រហើនក្នុងការបើកបរការប្រមាទក្នុងការមិនទទួលទានដំណេកឲ្យត្រឹមត្រូវការប្រមាទមិនក្នុងការរស់នៅមិនឲ្យត្រឹមត្រូវតាមកាលរបស់សរីរៈហ្នឹងគឺថាហេតុយ៉ាងហ្នឹងឯងដែលញ៉ាំងសេចក្តីវិនិច្ឆ័យអន្តរាយនឹងឲ្យកើតឡើងចឹងសូមឲ្យយើងសូមធ្វើការក្រំនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានពុទ្ធរតនៈធម្មរតនៈប្រសង្ឃរតនៈដោយសេចក្តីគោរពសេចក្តីជ្រះថ្លាកោតក្រែងកៃលែងសពសពកាសូមចម្រើនពរពោះអស់លោកជាអ៊ីស្រាតបដីសមីនៃទានក្នុងពិធីបុណ្យគម្រប់ខួប100ថ្ងៃគម្រប់ខួប1ឆ្នាំ1ឆ្នាំនឹងចម្រើនបច្ចុប្បន្នជូនចំពោះមេដានិងបៃតាព្រមទាំងញាតិមួយលើនោះគឺគម្រប់ខួបជូនទៅដល់បុព្វការីជនដែលបានលះលោកនេះហើយមួយចំណែកទៀតតែមួយផ្នែកនោះក៏ធ្វើបុណ្យពិធីចម្រើនបច្ចុប្បន្នជូនដល់លោកអ្នកដែលនៅរស់ធម៌នេះជាធម៌ដែលមនុស្សតែងតែប្រកាន់យកដល់ព្រមដោយកតញ្ញូកតវេទិតាធម៌កាលណាមេដាបៃតាលោកនៅមានអាយុជីវិតនៅឡើយកូនប្រុសស្រីក៏រំលែងខ្នះខ្នែងយកនៅធម្មជាតិណាស្អាតហៅថាបុណ្យនោះយកមកជូនដល់លោកអ្នកដែលមានគុណក្រោយទៅពេលលោកលះលោកទៅពីនេះទៅកើតនៅក្នុងលោកខាងមុខដែលយើងមិនដឹងថាគាត់បានតែយើងយកកើតកំណើតក្នុងទីណាខ្លះទេក៏តែងតែនាំគ្នាធ្វើបុណ្យតក្កណានុបទានជូនចំពោះញាតិដែលបានលះលោកនេះទៅហើយបុណ្យតក្កណានុបទាននេះទៀតសោតយើងធ្វើតាំងតែពីថ្ងៃដែលគាត់មរណៈអនិច្ចកម្មទៅម្លេះកាលណាគាត់ទទួលអនិច្ចកម្មទៅយើងនាំគ្នាធ្វើបុណ្យតក្កណានុបទានដែរប៉ុន្តែយើងឲ្យឈ្មោះថាបុណ្យជាបនកិច្ចណាយើងញែកឲ្យដាច់សេចក្តីថាជាបុណ្យជាបនកិច្ចទៅក្រោយលំតបលំនាំតពីនឹងទៅទៀតទៅក៏យើងឃើញថាកូនចៅប្រុសស្រីនោះធ្វើបុណ្យតក្កណានុបទាននឹងម្ដងទៀតប៉ុន្តែឲ្យឈ្មោះថាបុណ្យ7ថ្ងៃក្រោយមកទៀតក៏នាំគ្នាមនីធ្វើបុណ្យនឹងទៅទៀតបុណ្យតក្កណានុបទាននឹងដដែលទេប៉ុន្តែឲ្យឈ្មោះថាបុណ្យ100ថ្ងៃក្រោយមកទៀតមិនអស់ចិត្តទេក៏នាំគ្នាមនីធ្វើបុណ្យតក្កណានុបទាននឹងម្ដងទៀតឲ្យឈ្មោះថាបុណ្យគម្រប់ខួប1ឆ្នាំចេះតែអញ្ចឹងបុណ្យគម្រប់ខួប1ឆ្នាំក្តី3ឆ្នាំក្តី100ថ្ងៃក្តី7ថ្ងៃក្តីឬក៏បុណ្យជាបនកិច្ចក្តីគឺជាបុណ្យដែលមិនឆ្ងាយមិនមែនជាទីតីឯណាដែលឆ្ងាយពីបុណ្យតក្កណានុបទាននោះទេចឹងកូនចៅប្រុសស្រីដែលធ្វើបុណ្យទាំងបានដូចដែលបានរាយនាមរាប់ឈ្មោះមកខាងលើនេះសិតសឹងតែជាបុណ្យតក្កណានុបទានទាំងអស់គ្រាន់តែយើងបដូរតែឈ្មោះឲ្យងាយស្រួលចំណាំឲ្យងាយស្រួលហៅហើយសម្គាល់អំពីបុណ្យវត្ថុបំណងនៃបុណ្យអញ្ចឹងវត្ថុបំណងនោះគឺប្រារព្ធចំពោះញាតិដែលចែកឋានទៅអញ្ចឹងចំពោះញាតិដែលបានចែកឋានទៅនោះគឺបុរាណលោកកម្មយកនៅតក្កណានុបទានហ្នឹងទី1គឺការនិមន្តព្រះភិក្ខុសង្ឃដែលជាបដិគិកៈអ្នកមកចាំទទួលនៅផាត់
ទី2ម្ចាស់ដើមទានប្រធាននៃបុណ្យលោកមាននៅតីយវត្ថុដែលម្រុងទុកស្រេចបាច់មកហើយប្រកបដោយធម៌បានមកដោយធម៌ទី2គឺការរក្សានៅសិលរបស់ទាយុអ្នកប្រគេនទី4ប្រគេនដោយផ្ទាល់ដៃហើយចំពោះសង្ឃរួចក៏ឧទ្ទិសផលនោះចំពោះញាតិឯណាដែលយើងចង់ឧទ្ទិសជូនហើយទាំង4យ៉ាងនេះជាអង្គនៃតក្កិណានុប្បទានដែលយើងតែងតែធ្វើជាប្រចាំឥតដាច់សូម្បីតែក្នុងរដូវកាលបុណ្យទានភ្ជុំបិណ្ឌចូលឆ្នាំប្រពៃណីអីនេះយើងនាំគ្នាមិនទៅឲ្យឆ្ងាយពីបុណ្យតក្កិណានុប្បទាននឹងទេអញ្ចឹងបុណ្យតក្កិណានុប្បទាននេះធ្វើស្រេចសម្រេចចំពោះដល់ញាតិដែលចែកឋានទៅនឹងគឺឧបហេតុនៃបុណ្យនោះក្រោយមកទៀតខ្ញុំមកកាលណានឹងសម្ដែងអំពីបុណ្យចម្រើនបជននេះម្ដងខ្ញុំមិនដាច់មកវគ្គហើយអំពីបុណ្យគម្រប់ខួបគឺថាគម្រប់ខួបប៉ុន្មានថ្ងៃប៉ុន្មានខែប៉ុន្មានឆ្នាំក៏គម្រប់ខួបទៅប៉ុន្តែបុណ្យនឹងមិនឆ្ងាយទីតីអំពីបុណ្យតក្កិណានុប្បទានទេមានហេតុមានអង្គប្រសើរដោយ4យ៉ាងហ្នឹងអញ្ចឹងចូលដល់បុណ្យចម្រើនបជនវិញម្ដងគឺថាយ៉ាងម៉េចទៅចម្រើនឲ្យវាច្រើនណាឲ្យអាយុនឹងវាច្រើនឬយ៉ាងម៉េចចម្រើនក្នុងទីនេះមិនឆ្ងាយពីតីអំពីការចម្រើនការធ្វើឲ្យច្រើនមិនមែនច្រើនអាយុទេគឺច្រើននៅបុណ្យតែជាធម្មជាតិទ្រទ្រង់នៅអាយុព្រោះយើងត្រូវដឹងថាមនុស្សស្លាប់មិនមែនមកពីបាត់ដៃមិនមែនមកពីបាត់ជើងមិនមែនមកពីបាត់អវយវៈណាមួយទេគឺថាមនុស្សដែលស្លាប់ទៅព្រោះហេតុបច្ច័យដល់ចម្បងនោះគឺថាអស់នៅកុសលសម្រាប់ទ្រទ្រង់នៃអាយុជីវិតអញ្ចឹងការដែលចម្រើនបជនក្នុងទីនេះគឺធ្វើបុណ្យសន្សំកុសលឲ្យច្រើនឲ្យចម្រើននៅកុសលនោះទើបកុសលនោះអាចទ្រទ្រង់នៅអាយុសង្ខាររបស់យើងឲ្យប្រព្រឹត្តទៅតាមអាយុខៃនៃមនុស្សបាននៃសពថ្ងៃមនុស្សអាយុខៃត្រឹមតែ74ឆ្នាំទេប៉ុន្តែធម្មជាតិគឺបុណ្យនោះអាចចម្រើនទ្រទ្រង់មនុស្សនោះឲ្យរស់ដល់75ឆ្នាំ76 77អ្នកខ្លះក៏ដល់80អ្នកខ្លះក៏ដល់90ទៅទៀតព្រោះតែមានបុណ្យដែលជាធម្មជាតិទ្រទ្រង់រក្សាការពារនឹងហើយទើបចម្រើននៅអាយុជីវិតរបស់យើងឲ្យប្រព្រឹត្តទៅបានប៉ុន្តែអ្នកខ្លះដែលមិនទាន់ដល់អាយុខែ74នឹងផងក៏ស្លាប់មកទៅពីអស់បុណ្យសម្រាប់ទ្រទ្រង់សម្រាប់រក្សាការពារដោយហេតុបច្ច័យយ៉ាងហ្នឹងទើបលោកឲ្យឈ្មោះថាបុណ្យចម្រើនបជនគឺយើងចម្រើននៅធម្មកុសលឯណាដែលជាធម្មជាតិទ្រទ្រង់អាយុជីវិតឲ្យតាំងនៅនឹងហើយបុណ្យចម្រើនបជននោះហើយបុណ្យទាំងអស់នេះប្រព្រឹត្តទៅបានគប្បីដល់នៅធម៌កតញ្ញូរបស់កូនចៅប្រុសស្រីដែលជាអ្នកស្គាល់នៅគុណរបស់ឪពុកនិងម្ដាយស្គាល់នៅគុណរបស់លោកឪពុកអ្នកម្ដាយហើយក៏តបស្នងដោយធម្មជាតិគឺបុណ្យនឹងទើបនាំគ្នាប្រពឡើងពេលដែលគាត់នៅរស់អញ្ចឹងទៅក៏នាំគ្នាប្រពឡើងនៅពិធីបុណ្យចម្រើនព្រះជន្មបច្ច័យ4ឆាកមហាបង្សកូលអីជាដើមដល់ទៅពេលគាត់លះលោកទៅហើយក៏មិនបោះបង់គាត់ចោលដែរទេក៏នៅតែនាំគ្នាធ្វើនៅតក្កិណានុប្បទានដើម្បីឲ្យទើសនៅបញ្ញកុសលនោះឲ្យបានដល់ញាតិដែលចែកឋានហើយយើងសួរថាធ្វើបុណ្យនឹងច្បាស់ជាដល់ទេថាច្បាស់ជាដល់បើសិនតែញាតិយើងកើតក្នុងកំណើតដែលថោកទាប
មានពពួកប្រែតមួយពួកគឺពួកប្រែតដែលអាស្រ័យតែបុណ្យតក្កណានុបទាននោះប៉ុន្តែបើគាត់កើតកំណើតដែលខ្ពង់ខ្ពស់ទៅហើយបុណ្យនោះគ្រាន់តែជួយឃុំក្រងរក្សាការពារគាត់បន្ថែមបន្តិចពីនោះទៅទៀតណាហើយសល់ប្រមាណត្រឡប់មកឃុំក្រងរក្សាការពារម្ចាស់ដែលជាអ្នកបំពេញបុណ្យនឹងវិញប៉ុន្តែបើសិនតែគាត់កើតក្នុងកំណើតសត្វដែលគប្បីទទួលតក្កណានុបទានអញ្ចឹងបើលោកដែលជាអិសរាធិបតីសម័យនិទាននេះប្រកបដោយហេតុ4យ៉ាងបាញ់មិញហើយគឺថាបុណ្យហ្នឹងក៏គប្បីសម្រេចព្រមដល់គាត់ដែលជាញាតិដែលយើងចង់ប្រាថ្នាចង់ឧទ្ទិសជូនចំពោះនោះអញ្ចឹងហេតុ4យ៉ាងខ្ញុំបកណាសម្ដែងខាងដើមមកហើយក៏បីឲ្យយើងចងចាំទុកប្រកាន់យកនៅធម៌ទាំងឡាយ4យ៉ាងហ្នឹងគេថានិមន្តព្រះភិក្ខុសង្ឃមានទេយវត្ថុសមាទានសិលប្រគេនឲ្យឧទ្ទិសចំពោះញាតិដែលយើងចង់ឧទ្ទិសហ្នឹងគឺទៀងសម្រាប់ជាប្រយោជន៍នឹងបានប៉ុន្តែបើយើងមិនបានធ្វើធម៌ខាងដើមហ្នឹងទេខាង4យ៉ាងហ្នឹងទេគឺថាបុណ្យហ្នឹងវារមែងឃ្លីងឃ្លូងមិនប្រកបមិនបជាទេហ្នឹងចា៎ដើម្បីប្រកបបជាបានតើយើងជាអិសរាធិបតីនិទាននោះធ្វើនៅបុណ្យ4យ៉ាងបាញ់មិញហ្នឹងឯងធ្វើនៅហេតុ4យ៉ាងហ្នឹងឲ្យព្រមឲ្យសម្រេចទើបបុណ្យហ្នឹងទៀងនឹងបានទៀងនឹងបានអាយុជីវិតនេះដែលកើតមកអាស្រ័យនៅលើការប្រព្រឹត្តប្រណិប័តរបស់មនុស្សខ្លះអាយុត្រូវរស់នៅដល់ទៅ100ឆ្នាំក៏មានដែរប៉ុន្តែការប្រព្រឹត្តប្រឆាំអំពីធម៌ដែលញ៉ាំងឲ្យអាយុវែងអាយុនោះក៏បាត់បង់ទៅក៏សាបសូន្យទៅព្រោះហេតុព្រោះបច្ច័យដែលយើងធ្វើឲ្យធ្វេសឲ្យប្រហែសអញ្ចឹងបានព្រះដែលមានពភាព្រះអង្គប្រកាសសម្ដែងធម៌មួយជាបច្ឆិមពុទ្ធោវាទឲ្យដល់ពុទ្ធសាសនិកទាំងអស់គប្បីត្រង់ត្រាប់ស្ដាប់យកថាសូមឲ្យសត្វលោករស់នៅដោយសេចក្តីមិនប្រមាទមិនធ្វេសប្រហែសអញ្ចឹងការមិនប្រមាទក្នុងអាយុជីវិតការមិនធ្វេសប្រហែសក្នុងអាយុជីវិតនេះគឺទៀងនឹងញ៉ាំងសេចក្តីសម្រេចឲ្យស្រេចបាច់ឡើងអញ្ចឹងយើងចង់បានអាយុវែងជូនលោកឪពុកអ្នកម្ដាយគប្បីកុំធ្វេសប្រហែសក្នុងបុណ្យកុសលញ៉ាំងធម្មសបាយឲ្យដល់គាត់ព្រោះសេចក្តីសបាយក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងណាប៉ុន្តែសបាយដែលត្រឹមត្រូវនេះគឺធម្មសបាយក្រៅពីនោះសិតសឹងតែជាអបាយមុខដែលញ៉ាំងចិត្តជាអកុសលឲ្យកើតឡើងទេសបាយក្នុងដូរតន្ត្រីសបាយក្នុងការលេងល្បែងប្រជាប្រិយសបាយក្នុងការប្រដាប់ស្អាងរាងកាយអីជាដើមនេះមិនមែនជាការដែលសបាយញ៉ាំងរាគៈទោសៈមោហៈឲ្យទ្រោមទៅទេប៉ុន្តែសបាយក្នុងការកើតឡើងនៅទោសៈមោហៈនឹងឲ្យកាន់តែច្រើនឡើងអញ្ចឹងធម៌នោះមិនឈ្មោះថាជាធម៌ប្រពៃទេធម៌ប្រពៃគឺធម៌ដែលសប្បាយក្នុងធម៌ក្នុងកុសលញ៉ាំងចិត្តនោះឲ្យស្ងប់រងាប់ដោយកុសលឯណាដែលយើងបានប្រព្រឹត្តនឹងកាលណាកុសលដែលយើងបានប្រព្រឹត្តនឹងវាច្រើនវាចម្រើនឡើងហើយអាយុជីវិតនោះក៏វាច្រើនវាចម្រើនតាមនោះទៅដែរในโบราณថាឈើបៀមទឹកឆាប់ពុកមនុស្សបៀមទុកឆាប់ស្លាប់អញ្ចឹងតសបាយបានតែមិនស្លាប់ហើយតែកើតទុកហើយមួយថ្ងៃដេកតែដកដង្ហើមធំសញ្ជឹមគិតខ្វល់ចិត្តនៅមិននៅលំបាកចិត្តពេកហ្នឹងរត់ទៅចងកករត់ទៅលេបឆ្នាំឲ្យស្លាប់នោះហើយដែលជាធម៌ដែលមិនអាចញ៉ាំងអាយុជីវិតនឹងឲ្យប្រសើរឡើងទេប៉ុន្តែសបាយក្នុងទីនេះក៏មិនមែនសបាយទៅភ្លើតភ្លើនក្នុងដូរតន្ត្រីសបាយប្រជាប្រិយឬក៏អបាយមុខណាទេប៉ុន្តែសបាយក្នុងការធ្វើបុណ្យធ្វើកុសលដោយថ្ងៃនឹងអញ្ចឹងអានឹងគឺច្រើនចម្រើនដោយអាយុហើយ
Chẳng khi một cái nào mà phía mình bên ngay ấy ôi bài chỉ ô chỉ tân ở ngay bị bọn đại ở lục bàn thơ nâng tê chẳng bọn đại cùng rụt khuộc nữa mà năm mừng người ta chỉ bọn đại dương hào tê bọn đại dương trao thước cái trạng cái nào nộp tiền chẳng sai nâng hai nè nên môn bị khổ xong máu hỏi và kiên tây và thổ lúc sama tiền sal phóng và kiên là tê và thổ lúc đây phải bay khuôn ai phóng ở trước của sao nó khuôn ấy trong phố nhiệt để trong một tư nâng bàn sầm ra chiếc bon để dương trọng vừa à nè một mà năm nâng khô mà năm nâng vừa trầm treo là ở xa hai hai tờ bon là bật tọt cái cứ chấm ram là dụ nè chấm ram phải chôn nè cứ thà ao tại thoa mà sờ bài cả lang không cả nạn nâng kia nâng nâng có thể dụ có việc trám chấm ram ta tam nâng đài nên miền một phần nâng để cho mình về ngày ấy tế bên đây phát đăng thả cọp bấy công thức về phải ha hỏi rồi nếu đôi sẽ đây mình vào mà rồi đã sẽ đây vào mà nếu vì nó mà nở âm trái đó là dụ chi vật nè mà nếu bà công miền sẽ đây vào mà đáng chi vật mình nghe âm trái tê vào mà không phô chun cả bò để phô bà ha mình score cao mình score là bọc hãy chết tại bò rồi phô tam ta chấm nong chồng tới ở đó có chia sẻ đây vào mà đây cả bà hơn nông cả bà bò cả bà ma nông cả mình tập tua tiền đầm nê ở trầm trâu cả bà ma mình nông cả rồi đâu mình ở trầm trâu tam cả là bỏ sợi dây rạng nắng cơ thá hai giảm nâng ấy đầy nhắn sẽ cái đây vì nia on rải nâng ở cả là chẳng xong mà dư từng lai cọp bay rồi đâu đó sẽ đây mình tầm bà ma cũng về về hè nông bạch cả đằng bao nê nằm bay chia phải giao đầm bay chia sẽ cái đây sốc đầm bay chia sẽ cái đây chùm rán ở cá chia vàng to riêng tư thọ tesna miềnประมาณ ប៉ុណ្ណេះក៏សន្មតថានឹងបញ្ចប់តែមុនបញ្ចប់សូមប្រម៉ែប្រមូលនៅបញ្ញវសលនៃការឡើងពីធម្មទាននិងបុណ្យរបស់កូនចៅប្រុសស្រីក្នុងទីនេះឲ្យទិសចំពោះដល់ញាតិឯណាដែលលោកទាំងឡាយចង់ឲ្យទិសទៅចំពោះនោះសូមឲ្យវិបាកបដិសន្ធិរបស់ញាតិទាំងឡាយនោះបានទៅកើតក្នុងសុគតិសួគ៌ទេវលោកបើលោកបានទៅកើតក្នុងសុគតិសួគ៌ទេវលោកហើយក៏ដោយអំណាចនៃបុណ្យកុសលនេះជួយឲ្យរឹងរឹតតែប្រសើរនិងចម្រើនឡើងជាភ័យយោភាពទៅនៅមួយចំណែកទៀតសូមឲ្យបានសម្រេចដល់ឥសរាធិបតីសមីនៃទានទាំងអស់សូមឲ្យលោកបានសំប្រកបជួបប្រទះតែពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាខ្លាទៅជាបការៈដល់តេឡាយយ៉ាងធម្មទេសនំទេសេសាមិរិទ្ធធម្មនៅសេះទេសនាសម្ដែងដល់ខ្ញុំប្រការណាអាត្មាភាពក៏មានប្រមាណប៉ុណ្ណេះក៏សន្មតតែចាប់តែប៉ុណ្ណេះឯងអេវ៉ាំង